នេះមិនឡើង object ទេទីទួយដោយសារយើងច្រឡំតែយើងចាប់ដើមតទៅទៀតណាអញ្ចឹងបងប្អូនអរនេះយើងតយើងអាចធ្វើបានទេបើសិនជាគ្មានបានមើល part 1អញ្ចឹងយើងមានរូបភាពមួយដែលតែស្រស់ស្អាតយល់ទេអូខេយើងខាត់វាមកហើយយើងទុកនៅក្នុងអីគេdry គេទុកក្នុង dry គេយើងដាក់នេះមកយើងទុកក្នុង dry C យល់ទេបន្ទាប់មកយើងប្រើអីគេ share doc ហើយខ្ញុំដាក់កន្លែងនេះខ្ញុំដាក់ថា new ខ្ញុំដាក់ថាម៉េច wall អីគេ paper wallpaper តោះណាដល់មកយើង click ទៅវាយើងផាសវាហ្នឹងតោះនេះទៅការ share folder ហ្នឹងយល់ទេ share folder ហ្នឹងបើអញ្ចឹង file n ក៏អត់មានហ្នឹងដើម្បីអីគេយកទៅទេអញ្ចឹងដើម្បី share យើងចូលទៅក្នុងអីយើងអាចយើងមិនបាច់ចូលហ្នឹងក៏បានយើងអាចចូលទៅក្នុងអីគេ folder ហ្នឹងក៏បានតោះមកយើងជើងកាយគេ share យល់ទេយើងអាច create រូបភាពអីគេ share the folder យល់ទេ share to specify គេ people តែតោះនេះត្រូវចាំថាយើងឲ្យត្រូវ share everyone ប៉ុន្តែឲ្យបានតែអីគេ read អីគេ only កុំឲ្យអ្នកខ្លះលុបច្រឡំដៃលុប wallpaper យើងចោលយល់ទេយល់ទេ share everyone ព្រោះអាណាទៅលួច wallpaper បើចង់បានយកហ្មងមិនចាំបាច់លួចទេតោះណាយើងដាក់ everyone យល់ទេ add ចូលប៉ុន្តែអ្នកទាំងអស់គ្នាត្រូវការគាត់ឲ្យបានមានសិទ្ធិតែអីគេ read only ទេអញ្ចឹងយើង share បាទអញ្ចឹងយើងត្រូវការវាយខាត់ឲ្យវាណាហើយ wallpaper ចឹងដល់នេះខ្ញុំជាសាកវាខ្ញុំជារាយវាយយកពាក្យថា122 192 100អីគេ 8.0.1 wall អីគេ paper enter យើងអាច access នឹងបានទេចាអញ្ចឹងយើងចាប់បាន copy អាហ្នឹងតោះយើងចូលទៅក្នុងអីគេរបស់យើង drive អីគេនេះរបស់យើងហើយ desktop របស់យើងយល់ទេយើងធ្វើការ edit wall អីគេ paper របស់យើងយល់ទេចឹងដល់នេះតែចាំយកពាក្យ enable បន្ទាប់មកយើងជួយការដាក់ path របស់យើងយល់ទេ class មួយដល់អីគេ GPG យល់ទេយើងចង់ឲ្យវារបៀបម៉េចជាលក្ខណៈ fit ជាលក្ខណៈ center straight ឬមួយយ៉ាងម៉េចយល់ទេចឹងយកជាលក្ខណៈអីគេ straight ឲ្យវាទាញឲ្យពេញអីគេ screen យល់អ្វីទេតោះបន្ទាប់មកយើងចុចអីគេ OK បន្ទាប់មកប៉ុណ្ណឹងយើងការពីកុំឲ្យគេ change នៅអីគេ desktop ផងយល់ទេពេល log in មកអញ្ចឹងមិនប៉ុន្តែគេអាចដូរអីគេ desktop បានអញ្ចឹងកន្លែងនេះយកពាក្យថាអីគេនេះអីគេ enable prevent change គេយើងមើលអង់គ្លេសបានទេ prevent user from adding or change the background design for អីគេ desktop យល់អ្វីទេអញ្ចឹងយើងអាចគាត់នឹងបានយកអីគេ OK អូខេតាន់ហើយអូខេអញ្ចឹងអូខេអញ្ចឹងអូខេអញ្ចឹងប៉ុណ្ណឹងយើងមានរបស់យើងហើយអញ្ចឹងដល់នេះយើងត្រឡប់ទៅមើលក្រុមអីគេ policy របស់យើងមានតែអត់បើយើងចង់ដល់យើង click លើនេះ pop មកយើង click ឃើញក្រុម policy យើងចង់ដឹងថាយើងមាន setting អីខ្លះយើងចុចលើហ្នឹងទៅយើងចុចឡើងអីគេ setting យើងមាន setting អីខ្លះវា generate ជា report ប៉ុន្តែវានឹង alert យើងអីផ្សេងៗចឹងយើងមើលយើងមាន wallpaper របស់យើងឈ្មោះ wallpaper computer configuration គឺអត់មានអីទាំងអស់ប៉ុន្តែយើងមានអីគេ user អីគេ configuration យល់ទេចុចចូលមកយើងឃើញថាយើងបាន configure ទៅលើអីគេខ្លះដូចជាទី1 prevent អីគេ desktop មួយទៀតគឺអីគេ wall អីគេ wallpaper យើងមាន2 3 setting ក្នុងហ្នឹងតោះណាយល់ប៉ុន្តែតួ setting យើងចង់ apply លើណាយើងចង់ apply លើ domain ទាំងមូលតាuser ក្នុង domain ទៅមុខគឺឲ្យគាត់ login ចូលគឺអីគេត្រូវ change នៅអីគេ desktop ប៉ុន្តែបើយើងចង់ apply លើ OU បាទអ្នកនរនេះឃើញមាន group ទេឃើញមាន group អត់ទេហ៎អ្វីដែលអត់នេះគឺឃើញគឺអីគេ O អីគេ OU អញ្ចឹងមកខ្ញុំប្រាប់អ្នកនរគ្នាថា group policy ស្វ័យព័ត៌មានមានឈ្មោះថាអីគេ group មែនប៉ុន្តែវាមិនដែលធ្វើការជាមួយនឹងអីគេ group ទេវាធ្វើការជាមួយនឹងអីគេ OU យល់ទេអញ្ចឹងបើសិនជាយើងចង់ឲ្យ user នឹងពេញហ្នឹងយល់ទេគាត់អាចប្រើអីគេអាហ្នឹងបានយល់ទេអ្នកនរនេះ link វាជាមួយនឹងអីគេ OU ហ្នឹងតើយល់អ្វីនិយាយតោះបាទ user នៅក្នុងអីគេ user នៅក្នុងអីគេ OU ក្នុងពេញហ្នឹងគឺគាត់មាន background ហ្នឹងតោះតែយើងចង់ឲ្យ domain ទៅមូលតើយល់ទេចឹង domain ទៅមូលយើងអាច click យកពីអីគេ link to existing អីគេ GPO តោះបន្ទាប់មកយើងចាប់ដើមយកអីគេ wallpaper ចឹង domain ទៅមូលអត់បាច់ link ទៅកាន់អីគេ propose object 2អ្នកនរនេះត្រូវចាំថាជាទូទៅអ្នកនរនេះត្រូវចាំ group policy refresh រយៈពេល2ម៉ោងប៉ុន្មានអ្នកនរនេះកំណត់ចឹង2ម៉ោងក្រោយបាន change វា refresh រយៈពេលប៉ុន្មាន2ម៉ោង2hour តោះទេ2 hour ណែកំណត់ចឹងណាតើ2ម៉ោងក្រោយបាន take អីគេ affect បាន refresh everything យល់អ្វីទេតាមពិតវារយៈពេល90នាទីប៉ុន្តែវាបូក30នាទីតាក់ទងជាមួយនឹង random ស្អីវានៅទៀតតោះណា
តែពេលវា refresh 90 នាទីប៉ុន្តែវាបូក time random ឲ្យផ្សេងៗអញ្ចឹងអ្នកនេះដាក់អបបិទខ្លះគាត់ណាយល់អ្វីញ៉េពេលខ្លះ restart ឲ្យនៅវិញដើរប៉ុន្តែពេលខ្លះអត់ទេគេអត់ refresh ទេយល់ទេដល់2ឯគេ2មកយល់ទេគាត់90នាទី refresh ហើយនឹង30នាទីសម្រាប់lab time lab អីវាអញ្ចឹងសរុបទាំងអស់ប្រហែល2មកយល់ទេអញ្ចឹងដល់ចង់ឲ្យវា update ភ្លាមអ្នកនរនេះត្រូវប្រើ command line យល់ទេ PMD អ្នកនរនេះវាយ GP ឯគេ up ឯគេ update យល់ទេយល់ទេ GP ឯគេ up ឯគេ update អ្នកនរនេះវាយនៅក្នុង command run ខ្ញុំចូលចង់ឲ្យវា update ខ្ញុំចូលក្នុង command line ខ្ញុំវាយ GP ឯគេ up ឯគេ update GP update មកពីតែ group policy ឯគេ update អ្នកនរនេះដាក់ប្រើឯគេ false ដាក់ false ខំមកវាឯគេ update ភ្លាមយល់ទេចឹងរាល់ពេលអ្នកនេះ update group policy តែដល់ទៅ complete ប្រើឯគេ command line បានអញ្ចឹងអ្នកនរនេះរងចាំបានពីមកបាទអូខេយល់អូខេចឹងអ្នកនេះតែចាំអញ្ចឹងខ្ញុំបាន update ហើយខ្ញុំបង្ខំវាឲ្យទៅភ្លាមចឹងខ្ញុំវាយ GP update ខ្លះឯគេ update group policy បាទ complete computer policy វា update computer policy អស់ហើយដល់ទៀតមក user policy អូខេបានចឹងណាអញ្ចឹងយើងចាប់ផ្ដើមអីគេចូលទៅក្នុងអីគេ file n យល់ទេសង្ឃឹមថាព្រះជាម្ចាស់នឹងជួយយើងគឺធម្មតាយើងធ្វើ computer វាចេះតែតែងតែមាន error អើយយល់ទេអត់ទេយល់ទេអញ្ចឹងមានតែព្រះអាឡាដែលអាចជួយយើងបានឡក់អីគេឡក់អត់no insert យើង log in ចូលមកនិតដែរអត់មានបញ្ហា no problem យល់ទេអូខេយើងអាច restart ម៉ាស៊ីនតិចទៅពីខ្លះវាស្ទុះតិចណាធ្វើការ restart តិចទៅឃើញទេដល់ឃើញទេបានស្អាតទេជ្រូករបស់ខ្ញុំអូខេអញ្ចឹងយល់នៅបានយល់នៅយល់អូខេឃើញទេចឹងបានថាតែ stop គឺជ្រូករហូតនឹងអស់មួយ domain របស់យើងអស់គឺអីគេជ្រូកឆេង background ណាយើងចូលដល់គេ solution personalize ញ៉ៃគាត់ឆេងមកទេមើលđây nè đi nè cái uống thôi nhé cái uống nè thế con đâu ruồi nè tím là giờ ai cắt bữa nay được số sim ok mới giờ mơ lại kia mới mấy tô ca đấy ọt cả đó đấy hay mơ lại những tô hồ gió ở bên tô đó gió chân mà chỉ vớt nó cứ nhưng nó vô group policy nè vô này đó nhóm năng bật to nó vẽ cao tiết ok và tay dương riêng từ đây thì tình nhưng trong bất đây kì bật flash đó đấy chứ nó mới cho được nông ní thì nó đi ai vô kia kì cả hai kì dương ông má đôi chia lại phụ ពួកកន្លែងសៀមរាបពួកហ្នឹងគឺនេះយើងចង់បិទអីគេសៀមរាបប៉ុន្តែសៀមរាបមាន user អត់ណាយើងចូលទៅខាងនេះគេយើងចូលទៅក្នុងកន្លែងនេះមើលតើមាន user អត់នៅក្នុងសៀមរាបមាន user អត់មាន user ទេមានតែអីគេហើយខ្ញុំ user មួយចូលក្នុងសៀមរាបមកណាងួនមីងណាងួនមីងយើងចូលក្នុងចូលក្នុងសៀមរាបយើង move វាចូលក្នុងអីគេសៀមរាបតើទេប្រហែលងួនមីងគឺជានៅសៀមរាបផ្សេងចឹងណាឧទាហរណ៍ចឹងណាអូខេមានងួនមីងចឹងយើងចង់បិទឲ្យគាត់ទៅប្រើអីគេផ្លាស់ចឹងដល់នេះឃើញយើងចុចអីគេកន្លែងនេះយើងចុចយើងអាច right click យកពាក្យអីគេ create អីគេ GPO ពេលកាត់យល់ទេយើង create ឲ្យ link ទៅមកយល់ទេយើង right click យើងពាក្យ no អីគេ no plus ណាចឹងបន្តមកយើងចុចអីគេអូខេអញ្ចឹងអ្នកនរគ្នាមើលហើយបន្តមកយើងឃើញ no plus ហើយតើអូខេ no plus ហើយយើងធ្វើការ right click យកពាក្យអីគេ edit នេះអ្នកនរគ្នាត្រូវចាំតាដើម្បីបិទ plus ណា
chứ nó đi tới chỗ được nói cái ní chỗ lại quality lại administrative file template nên đó ní ai của bạn rô đó chân nên đó cho vô cái on setting được đấy và tao mà nó ní cho cái lại ní cứ cái filter on và tao mà nó ní cho chơi rô cái ní nên nó ní tô cái remove cái removable đấyពួកខ្លះពួកអីហេតុថាទីគេហៅថាពួក removable អីគេ dry យល់ទេបើនេះដកបានជិះចុចអីគេ search វាយល់ទេយើងចុច search វាទៅអូខេយើងចុច search វាទៅអូខេទៅគេដល់នឹងឃើញមាន yeah all removable storage classes all deny access យើងមើលទៅយ៉ាងហោចណាស់ Vista ណាចាប់ពី Windows Vista ទៅមិនមានសិទ្ធិអីគេសិទ្ធិភាពយល់ទេបើខ្លាយ Windows XP អីទៅបែរជាអត់ទេដល់ណា XP បែរជាអត់ទេមែនតែសាកទៅណាតែសាកមើលទៅណាអូខេចឹងដល់នេះមើលណាគឺ remove storage ទាំងអស់គឺយើងអាចមើលអង់គ្លេសបានចឹងចុចអីគេចុចលើអីគេ click គេដល់នេះយកពាក្យអីគេ in អីគេ enable deny all ទាំងអស់ចឹងចុចអីគេអូខេដល់ណាហើយបន្តមកទៀតយើងចុចអីគេអូខេហើយយើងចុចអីគេបិទវាទៅអ្នកនរគ្នាចុចតាម refresh វាឡើងវិញឃើញទេឃើញអានេះគឺតាក់ទងមួយគេអីគេតោគឺ no អីគេទីបងណាចឹងអ្នកនរគ្នា complete បណ្ដាំគ្រូតាគឺអីគេ complete អីគេ run អីគេ cp អីគេ update last for អូខ្ញុំតបបាត់ទីរូមមិនចង់បាត់ទីរូមបាត់ទីរូមមួយទៀតបានទេបានតែចង់ edit យើងអាច right click យកពីអីគេ edit នេះទៅយើងអាចដាក់ទីរូមចង់បាត់ទីរូមឲ្យគាត់ប្រើតើអញ្ចឹងដល់នេះ complete ទីរូមជួនកាលបាននឹងនរណាទេបងចឹងយើងចូលទៅក្នុងអីគេ all ឡើយនេះដល់ណាតោះមកយើងជាម search រកពីអីគេនេះ filter on តោះមកយើងយកអីគេ option យើងដាក់ថា c អីគេ cd អីគេ room cd បែរ cd ទេមកទេចឹងនេះគឺ cd and dvd អីគេ read and write បើយើងចង់ឲ្យគេ read ចង់ឲ្យទាំង write ទាំង read គឺអីគេអត់បានទាំងអស់ណាយើងដាក់ click នេះយកពីអីគេ enable យល់ទេ double click នេះយកអីគេ in អីគេ enable យើងចុច close បន្ទាប់មកបិទវិញអ្នកនរនេះឃើញពេលយើង refresh អានេះទៅយើង refresh ឡើងវិញអ្នកនរនេះនឹងឃើញអីគេវាថែមទៀតយល់ទេចឹងបងណាយើងប្រើ class អត់បានប្រើ link អត់បានចឹងអ្នកនេះចុចលើអីគេ gp អីគេ update platform អត់complete រូប computer policy បន្តមកយើងចូលមកទៀត user policy អូខេអញ្ចឹងយើងចាប់ផ្ដើម login ចូលទៅក្នុងអីគេ user របស់គាត់នៅចាំ user យើងទេ user យើងឈ្មោះ login ដូចបានហើយណានេះយើងអាចចូលទៅយកពីអីគេ property មករបស់គាត់គឺ login របស់គាត់ account របស់គាត់គឺអីគេ n.min យល់ទេអញ្ចឹងយើងចាប់ផ្ដើមចូលទៅក្នុងអីគេនេះរបស់យើងគឺអីគេចូលទៅក្នុង window អីគេ window អីគេ window 7របស់យើងតោះមកខ្ញុំ log out 2 minute យល់ទេតោះមកខ្ញុំចូលក្នុងអីគេ min ខ្ញុំស្អីគេជ្រុះសារទេអូខេអាចជាងនេះក៏ control alt insert អូខេអូខ្ញុំ log in ចូល minute តែ minute ប្រើខ្លះបានអត់ខ្ញុំ log in ចូល minute តែបានទេបាទ .red add rupp 1 2 3សុំខ្លះមួយមកសុំខ្លះមួយអាមេរោគអូនទៅចូលមេរោគងាប់ហើយអត់មាន antivirus ទេណា user របស់អីគេ minute តែតែ minute អាចប្រើប្រាស់អីគេខ្លះបានអត់យល់ទេអូខេយើងចុចទៅនេះមួយខ្លះនឹងយ៉ាប់តែថាខ្ញុំអត់មាន VMware tool ខ្ញុំអត់នេះ install VMware tool ណាអត់មានណាបាញ់អើយបាញ់ឲ្យលេងទៅ
và thì nào plan mất score là score là tiền thế là ta này bị ở thẩm phạt của bọn bị class mà dây bảo thân nhau đó đấy cho nó mới tôi ta coi tờ xìa Roma đấy bàn từng rai bàn ok đó đó lấy dùng loại cho này gì cho này gì tịch mùi ni bình đó tịch này kế cho nhầm nạp đàm loại gì lọ thế thì rút vào phần á đó chừng lọ tránh tao mang control ai gì insert nhầm lọ in chỗ nhầm đặt hai gì mùi gì anh to đấy gì mình đấy rất UV mùi vì vậy chứ bây giờ lọ in chỗ ta background con là đá đấy background conคือđá đó của dương thời gì apply lên domain thằng mùi mà đó đó chân user nào cái đó được trong domain cứ mình background rút chụp lên thế này simple xìa rút ra đấy ở đây là bạn này thế có thể đi này bật tay nhưng mình đang thấy bạn wallpaper con đã bật tay mà ấy nhưng ai restart khi đó mới ai trả chẳng lắm chờ GP ấy kì APK update lại kì nhưng restart mà xin đang với này bật tay trên trang máy bây giờ chập license á giờ đấy chập license á Windows on license trên trang máy kìa đó tay mình cứ như rút mà nhận đó nhưng restart khi đó phải dùng wallpaper vào phần mà mình đó nhưng right click vô phía kì bao biết quát mình chụp được ta biết toàn refresh bao biết mà nhá ok nhưng mình start lang quên tới rồi mua cả nhóm loại kì lọ mà mình chụp ta thằng đấy còn bài chấp license đó mọi người đó là restart này mình nó bây giờ license á cho tôi mình license á tay wall phải quát mình này mình đã mình license đi trên tag file background đó ở đây mình start mình nói phải chơi mà mà các mình đã thấy ta còn là tham bây giờ online sân hay gì online sân trang mai online sân trang ta vô sao mà đá này tao nên update lại đây tôi tới đá rồi thế tôi phải like sân này tôi đó biết ra bên đây thì người ta có sẽ tôi phải like sân này cho mình log out phải về chập like sân mà này log out log trên nhầm đặt user bỏ này kì log bài kì mà nó thế anh mình có user phải tìm chẳng mà lấy login user mới tiền nè user mới chết ngoài kia hả C đặt nào vì C đặt nào vì C nào vì chỉ xây kia đấy mới với tình yêu mấy
Ở client các bạn không phải ở đây thế còn là which good chẳng nè ở đây thế là những restart trong mà nó không bao giờ cái good chẳng nè ok đâu bạn bây giờ nó lock chưa toàn update việc đó ok nên đó này những phần năng ná hơi class tại giờ ta mà ta ra chi mà cha ơi lừa nào nó ta tay nào với phở tiêu roma đấy bạn giờ đấy bạn tay phải với phở tiêu roma là gì bạn rồi tết là nó mới sạc class tí nè nhưng bằng mình sẽ nhọt bọc lắm đấy ok